ថ្ងៃនេះអស់ម្ហូបពីទូចឹងហើយក៏ឆ្លៀតទៅផ្សារដើម្បីទិញត្រីសាច់មួយចំនួនដាក់ទូចឹងណាបងប្អូនហើយបន្ទាប់ពីទិញហើយក៏ឆ្លៀតទៅផ្សារទំនើបអេអនដើម្បីទិញអីវ៉ាន់ decor birthday របស់ស្វាក៏ដូចជាទៅទិញនំខេកឲ្យគាត់ឲ្យហើយចឹងណាដោយសារ birthday គាត់នៅថ្ងៃស្អែកហើយអញ្ចឹងយើងក៏ដើរហូរមើលនៅជាន់ទី1នៅកន្លែងគេលក់អីវ៉ាន់ក្មេងអញ្ចឹងណាបងប្អូនហ្នឹងហើយក៏ដើរមកឃើញជាមួយនឹងដបទឹកនេះក៏ទិញអស់មួយទៅព្រោះខ្ជូតពេកនេះហើយមកទិញនៅ IBC អញ្ចឹងណាព្រោះសម្បូររបស់របរសម្រាប់តុបតែងរីគាប់ផ្សេងៗរបស់ក្មេងៗអញ្ចឹងទៅហើយនេះជានំខេកដែលត្រូវទិញឲ្យបោះស្បាដោយសារតែវាជាប្រភេទ mini cake អីខ្ជិះខ្ជូតអញ្ចឹងដើរអស់កន្លងក៏ឆ្លៀតជាមួយទិញនំប៉័ងផងដែរហើយនេះគឺជាអឺកតុយគោដែលខ្ញុំបានទិញពីផ្សារមកពេលហ្នឹងអត់បំណងទិញទេតែឃើញយូរកតុយគោបងប្អូនដឹងហើយវាមិនមែនចេះតែមានទេអញ្ចឹងឃើញហើយក៏យើងទិញមកតែម្ដងមកទិញហើយមិនដឹងថាធ្វើអីទេអញ្ចឹងហើយយើងមានតែកាប់ហើយរៀបចំដាក់ប្រអប់អញ្ចឹងណាបងប្អូននៅពេលដែលយើងចង់ស្ងោរស៊ុបឬក៏ធ្វើជាស្ងោរជ្រូកអីអញ្ចឹងគឺយើងអាចយកវាមកចម្អិនបានអញ្ចឹងណាតែឥឡូវនេះគឺយើងអត់មានពេលធ្វើទេអញ្ចឹងយើងត្រូវតែសម្អាតអីឲ្យហើយអញ្ចឹងទៅយើងយកទៅដាក់នៅក្នុងទូកកហើយដាក់មកប្រអប់បដោះហើយអញ្ចឹងហើយនៅសល់មួយផ្នែកហ្នឹងគឺខ្ញុំដាក់ក្នុងថង់អញ្ចឹងសម្រាប់ធ្វើម្ហូបមួយពេលអញ្ចឹងណាបងប្អូនហ្នឹងហើយបន្តមកទៀតយើងក៏រៀបចំជាមួយនឹងឆ្អឹងជំនីម្ដងនេះគឺជាប្រភេទឆ្អឹងជំនីជ្រូកអញ្ចឹងណាបងប្អូនយើងអាចយកមកធ្វើស្ងោរឬក៏យើងធ្វើរំងាស់យកធ្វើទឹកស៊ុបឲ្យកូនអីអញ្ចឹងក៏ល្អដែរអញ្ចឹងណាហើយប្រភេទឆ្អឹងខ្ញុំទិញពីរប្រភេទចឹងមួយឆ្អឹងជំនីខ្ចីមួយទៀតរបៀបឆ្អឹងជំនីដែរតែប្រភេទឆ្អឹងជំនីរបៀបស្ងោរទឹកស៊ុបអីចឹងណាបងប្អូនហ្នឹងហើយវាឆ្អឹងធំធំហ្មងហ្នឹងហើយអញ្ចឹងខ្ញុំក៏បានដាក់មកប្រអប់ដែរហើយសម្រាប់ប្រអប់មួយនេះដែរគឺយើងយកមកដាក់ជាមួយនឹងសាច់ជ្រូកជាប់ខ្លាញ់បងប្អូនអាហ្នឹងយើងត្រូវការធ្វើជាមួយនឹងអីគេបាយស្រូបបាយអីបន្លែក៏ឆ្ងាញ់ដែរហើយខ្ញុំក៏បានដាក់លាយជាមួយនឹងជើងជ្រូកមកចំហៀងផងដែរហើយជើងជ្រូកយើងត្រូវការខត្រូវការអីក៏វាឆ្ងាញ់ដែរអញ្ចឹងណាហើយមកប្រអប់នេះដែរនាងខ្ញុំដាក់ជាមួយនឹងត្រីដំរីព្រោះត្រីដំរីហ្នឹងក៏ជាត្រីកម្រដែរបងប្អូនមិនមែនទៅផ្សារចេះតែមានទេដល់ពេលជួបចឹងហើយក៏ទិញ1គីឡូមកអាហ្នឹងយើងយកមកប្រឡាក់ក៏ឆ្ងាញ់យើងយកមកចំហុយឬក៏យើងបំពងញ៉ាំក៏ឆ្ងាញ់ដែរសាច់ត្រីឡើងផ្អែមតែម្ដងបងប្អូនហើយបន្តមកទៀតនេះគឺជាប្រភេទសាច់កពួនគោអញ្ចឹងណាយើងអាចស្លម្ជូរស្លអីក៏ឆ្ងាញ់ដែរបងប្អូនតែពេលនេះខ្ញុំគ្រាន់តែលាងសម្អាតហើយខ្ញុំយកប្រលះវាជាប្រទះធំចាហើយខ្ញុំដាក់ក្នុងប្រអប់ទុកអញ្ចឹងណាបងប្អូនពេលយើងត្រូវការយើងដកម្ដុំមកយើងទុកវាឲ្យរលាយទៅយើងអាចធ្វើជាម្ហូបផ្សេងបានហើយព្រោះពេលនេះយើងអត់ត្រូវការធ្វើព្រោះយើងអត់សូវមានពេលវេលាអសម្រាប់ទៅផ្សារញឹកញាប់អីបងប្អូនអាចធ្វើដូចខ្ញុំអញ្ចឹងទៅវាចំណេញពេលវេលាសម្រាប់យើងជាស្ត្រីមេផ្ទះអញ្ចឹងណាហើយខ្ញុំក៏បានរៀបចំដាក់ក្នុងទូឲ្យស្អាតហើយព្រោះទូរបស់ខ្ញុំគឺណែនទៅដោយរបស់របរដោយសារតែខ្ញុំទៅផ្សារម្ដងខ្ញុំទិញច្រើនយកមករៀបចំនៅក្នុងដាក់ទូពេញៗអញ្ចឹងណាបងប្អូនយើងត្រូវការញ៉ាំអីគឺយើងយកមកធ្វើដោយសារតែយើងមានកូនតូចយើងអត់សូវមានពេលសម្រាប់ទៅផ្សារអញ្ចឹងការរៀបចំត្រីសាច់បន្លែរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយបន្លែគឺខ្ញុំដាក់នៅទូអឺផ្នែកខាងក្រោមអត់បានបង្ហាញបងប្អូនទេឥឡូវយើងមកមើលពីរបៀបធ្វើពងត្រីចំហុយអញ្ចឹងណាបងប្អូនដោយសារតែព្រឹកមិញទៅផ្សារក៏ឃើញពងត្រីអញ្ចឹងហើយក៏មានអារម្មណ៍ថាខានញ៉ាំពងត្រីអញ្ចឹងយូរឆ្នាំមែនតើហើយអញ្ចឹងក៏មកធ្វើពងត្រីចំហុយតែម្ដងអញ្ចឹងដំបូងឡើយខ្ញុំប្រើពងទានឹងចំនួន4គ្រាប់អញ្ចឹងហើយយើងវាយវាឲ្យម៉ត់ចូលគ្នាអញ្ចឹងណាបងប្អូនចឹងយើងធ្វើម៉េចវាយឲ្យល្បាយពងសនិងពងក្រហមចូលគ្នាហើយយើងក៏ដាក់ជាមួយនឹងពងត្រីរបស់យើងទិញនឹងមកហើយក៏សាច់ជ្រូកចិញ្ច្រាំរបស់យើងទៅហើយបងប្អូនកូរវាឲ្យសព្វទៅហើយចាំយើងដាក់ជាមួយនឹងស្ករអញ្ចឹងណាសម្រាប់ខ្ញុំប្រើជាមួយនឹងស្ករត្នោតហើយដើម្បីឲ្យកាន់តែមានរសជាតិឈ្ងុយងុំអញ្ចឹងគឺយើងអាចបន្ថែមជាមួយនឹងទឹកត្រីមកបន្តិចអញ្ចឹងណាបងប្អូនហើយសម្រាប់គ្រឿងបន្ថែមទៀតមានខ្ទឹមសខ្ទឹមក្រហមហើយស្បែកជ្រូកខ្ញុំបានដាក់មួយចំនួនជាមួយនឹង
កូរចូលគ្នាតែម្ដង ហើយមួយផ្នែកទៀតគឺខ្ញុំទុកសម្រាប់ហៀបពីលើនៅពេលដែលយើងចំហុយឲ្យវាមានសោភ័ណភាពស្រស់ស្អាត ហើយសម្រាប់ម្ទេសខ្ញុំអត់បានដាក់ឯងដោយសារតែគ្រួសារខ្ញុំគាត់អត់ចេះញ៉ាំម្ទេសចឹងហើយយើងញ៉ាំពេលក្រៅចឹងណាបងប្អូនពេលយើងញ៉ាំចាំយើងបន្ថែមជាមួយនឹងបន្លែមកព្រោះយើងដាក់ក្នុងហ្នឹងគាត់ឲ្យហឹរអីចឹងណាហ្នឹងហើយចឹងពេលដែលយើងច្របល់គ្រឿងហើយគឺយើងដួសដាក់ចានបែបនេះមកខ្ញុំមានចានចំហុយនឹង3ចឹងណាចឹងវាមកល្មមជាមួយនឹងឡសឹងដែលយើងត្រូវចំហុយនឹងតែពេលដួសនេះភ្លេចដាក់ស្លឹកខ្ទឹមបងប្អូនយើងដាក់ស្លឹកខ្ទឹមចឹងទៅវាកាន់តែមានរសជាតិឈ្ងុយហើយវាកាត់ជាតិឆ្អាបចឹងណាបងប្អូនហ្នឹងហើយយើងកូរស្លឹកខ្ទឹមអីចឹងមកឲ្យសព្វចឹងមកហើយយើងដួសដាក់ចានចឹងមកខ្ញុំធ្វើហ្នឹងដូចជាប្រហែល3ចានចឹងណាបងប្អូនហើយបន្ទាប់ពីដួសអស់អីចឹងមកយើងក៏ចាប់ផ្ដើមយើងមកតម្រៀបជាមួយនឹងស្បែកជ្រូកមួយផ្នែកដែលខ្ញុំបានទុកអញ្ចឹងហើយយើងយកហៀបពីលើអញ្ចឹងមកបើសិនបងប្អូនញ៉ាំម្ទេសបងប្អូនអាចតម្រៀបម្ទេសពីលើទៀតទៅវាកាន់តែមានសោភ័ណភាពស្រស់ស្អាតនៅពេលដែលយើងចំហុយអញ្ចឹងណាបងប្អូនហើយបងប្អូនកុំភ្លេចទុកពងមាន់ឬក៏ពងទាផ្នែកក្រហមមួយសម្រាប់លាបនៅពេលដែលត្រីយើងចំហុយវាចំហុយឆ្អិនជិតឆ្អិនហើយអញ្ចឹងណាបងប្អូនអាចលាបទៅដើម្បីឲ្យមើលទៅកាន់តែស្អាតអញ្ចឹងណាបងប្អូនវាពណ៌ក្រហមពីផ្នែកខាងលើអញ្ចឹងខ្ញុំក៏បានហៀបជាមួយនឹងស្បែកជ្រូកចិត្តហើយអញ្ចឹងស្បែកជ្រូករបស់ខ្ញុំហ្នឹងគឺអ្នកលក់អត់គាត់យកលុយទេគាត់ឲ្យអញ្ចឹងណាហើយសម្រាប់ទឹកយើងត្រូវដាំទឹកចំហុយហ្នឹងឲ្យវាពុះសិនអញ្ចឹងណាបងប្អូនហ្នឹងហើយឲ្យវាពុះបែបហ្នឹងមកបន្តមកទៀតចាំយើងដាក់ឡសឹងមួយទៀតសម្រាប់ចំហុយយ៉ាងហើយចាំយើងដាក់ពងត្រីចំហុយរបស់យើងហៀបចូលលើឡសឹងផ្នែកខាងលើអញ្ចឹងទៅអញ្ចឹងដើម្បីឲ្យវាឆាប់ឆ្អិនល្អអញ្ចឹងណាបងប្អូនបើសិនបើយើងអត់ដាំទឹកឲ្យពុះមុនទេវាប្រើការចំណាយពេលយូរទ្រាំតែឆ្អិនអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងយើងហៀបអីហើយអញ្ចឹងទៅយើងក៏គ្របវាមកសន្ទុះធំប្រហែលជា10ទៅ15នាទីអញ្ចឹងណាបងប្អូនអញ្ចឹងបន្តមកទៀតយើងក៏បើកគម្របមកអញ្ចឹងយើងមើលថាវាចាប់ផ្ដើមល្បាយវាឡើងហឹងហើយអញ្ចឹងយើងអាចលាបជាមួយនឹងពងផ្នែកក្រហមពីខាងលើដើម្បីឲ្យវាមានសោភ័ណភាពស្រស់ស្អាតហើយនឹងមានរសជាតិឈ្ងុយឆ្ងាញ់គួរឲ្យចង់ពិសាផងដែរអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងលាបអីចឹងហើយយើងក៏គ្របឡសឹងមកសន្ទុះទៀតមកប្រហែលជា5ទៅ10នាទីក្រោយមកគឺត្រីចំហុយរបស់យើងក៏បានឆ្អិនហើយអញ្ចឹងយើងមករៀបចំជាមួយនឹងបន្លែហើយបន្លែបងប្អូនចូលចិត្តញ៉ាំអីបងប្អូនញ៉ាំនឹងមកតែសម្រាប់ខ្ញុំញ៉ាំជាមួយនឹងតសក់ប៉េងប៉ោះហើយនឹងការ៉ុតអញ្ចឹងណាហើយជាមួយនឹងស្ពៃក្តៅផងដែរព្រោះបន្លែប្រហែលមុខហ្នឹងគឺវាចូលគ្នាជាមួយនឹងពងត្រីចំហុយខ្លាំងមែនតែនហើយបន្ទាប់ពីយើងចិតហើយបន្លែហ្នឹងគឺយើងយកមករៀបចូលក្នុងចានឲ្យស្អាតអញ្ចឹងមកមានការ៉ុតមានអីចឹងណាបងប្អូនហើយបន្លែអស់នោះយើងផ្លាស់ស្ទះត្រជាក់ទៅញ៉ាំឆ្ងាញ់មែនតើជាមួយនឹងពងត្រីចឹងណាបងប្អូននេះពងត្រីយើងដាក់ឲ្យត្រជាក់មកយើងរៀបមកអូយមានសោភ័ណភាពគួរឲ្យចង់ទទួលទានតែម្ដង